ការកើតនៅក្នុងឆ្នាំ1935 ក៏មានកម្ពស់ទាបប្រហែល1.65 ម៉ែត្រភ្នែកសលៀងមុខមាត់អាក្រក់និងមានបញ្ហានិយាយទៅដិតដោយសារតែធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរគាត់ជាមនុស្សប្រមុខសារខ្លាំងនិងធ្វើជាកម្មកររោងចក្រធម្មតាដោយសារតែរូបរាងនិងអត្តចរិតបែបនេះគ្មានស្ត្រីណាម្នាក់ព្រមរួមរស់ជាមួយគាត់ឡើយការក៏ចាប់ដើមទៅរកសេវាកំសាន្តនៅបារមួយដែលជាកន្លែងប្រមូលផ្ដុំដោយជនអនាថាស្រីរកស៊ីផ្លូវភេទវ័យចំណាស់និងមនុស្សលិចលង់ក្នុងសង្គមចន្លោះឆ្នាំ1907ដល់1975ហុងការបានសម្លាប់ស្រីយ៉ាងហោចណាស់4នាក់ដែលភាគច្រើនជាស្រីរកស៊ីផ្លូវភេទវ័យចំណាស់អាយុចន្លោះពី42ដល់57ដែលគាត់បានរបួសពីបារមកផ្ទះជួលតូចចង្អៀតរបស់គាត់នៅជាន់ដំបូលនៅពេលដែលស្រីទាំងនោះមិនព្រមធ្វើការតាមការចង់បានឬខ្សែចំអកពីសមត្ថភាពផ្លូវភេទរបស់គាត់ហ៊ុនការក៏ផ្ទុះកំហឹងរួចពីដំនិងច្របាច់កពួកគេរហូតដល់ស្លាប់ដោយសារគាត់គ្មានកម្លាំងនិងគ្មានមធ្យោបាយដឹកជញ្ជូនសាកសពទៅចោលនៅខាងក្រៅហុងការបានប្រើរណានិងកាំបិតដើម្បីកាត់សាកសពជាកង់ៗគាត់បានយកបំណែកខ្លួនក្បាលនិងដៃជើងទៅញាត់លាក់ទុកនៅក្នុងចន្លោះជញ្ជាំងនិងក្រោមដំបូលផ្ទះរបស់គាត់នៅពេលសាកសពចាប់ផ្ដើមរលួយនិងធុំក្លិនស្អុយឆ្អេះឆ្អាបពេញអាគារអ្នកជិតខាងបានរាយការណ៍ទៅម្ចាស់ផ្ទះជាច្រើនដងប៉ុន្តែល្បិចរបស់ហ៊ុនការគឺគាត់បានទិញទឹកអប់បាញ់បន្ទប់ក្លិនស្រល់រាប់សិបកំប៉ុងមកបាញ់ស្រោចពេញបន្ទប់គាត់បានបោកប្រាស់អ្នកជិតខាងថាក្លិនស្អុយនោះគឺមកពីម្ហូបអាហារជនជាតិក្រិចរបស់អ្នកជិតខាងម្នាក់ទៀតឬមកពីសត្វកណ្ដុរងាប់ដោយសារមនុស្សនៅក្នុងអាគារនោះភាគច្រើនជាអ្នកក្រីក្រនិងមិនសូវខ្វល់ខ្វាយគ្រប់គ្នាក៏បណ្ដោយតាមរឿងនេះទៅនៅខែកក្កដាឆ្នាំ1975ខណៈពេលដែលហ៊ុនការកំពុងនៅឯបារសាប់តែមានភ្លើងឆេះឡើងនៅក្នុងអាគារស្នាក់នៅរបស់គាត់ក្រុមពន្លត់អគ្គិភ័យបានសម្បុកចូលទៅក្នុងបន្ទប់របស់ហ៊ុនការដើម្បីពន្លត់ភ្លើងប៉ុន្តែនៅពេលពួកគេកាយគំនរអេតចាយនិងក៏កាយចិញ្ចាំងពួកគេបានប្រទះឃើញបំណែកសាកសពមនុស្សដែលរលួយស្អុយជាច្រើនហ៊ុនការត្រូវបានប៉ូលីសចាប់ខ្លួនភ្លាមៗនៅពេលនោះគាត់បានសារភាពថាខ្លួនពិតជាបានសម្លាប់ស្រីទាំងនោះមែនប៉ុន្តែគាត់អះអាងថាគាត់ធ្វើវាគណៈពេលស្រវឹងខ្លាំងរហូតដល់មិនដឹងខ្លួននៅឆ្នាំ1971តុលាការបានកាត់ទោសហ៊ុនការឲ្យជាប់គុកអស់មួយជីវិតដោយសារតែស្ថានភាពផ្លូវចិត្តនិងការញៀនស្រាលធ្ងន់ធ្ងរគាត់ត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅក្នុងមន្ទីរពេទ្យវិកលចរិតបន្ទាប់ពីជាប់ឃុំអស់រយៈពេល17ឆ្នាំគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅឆ្នាំ1993គាត់បានបដូរឈ្មោះទៅជា Peter ហើយបានចំណាយពេលចុងក្រោយនៃជីវិតរបស់គាត់នៅក្នុងផ្ទះថែទាំមនុស្សចាស់រហូតដល់ទទួលមរណភាពនៅក្នុងឆ្នាំ1998ដោយគ្មាននរណាម្នាក់ដឹងថាគាត់ជាឃាតករឡើយ